រឿងបរោះចាញ់បោកមិត្តសម្លាញ់កុំជឿពាក្យមិត្តសម្លាញ់ដូចជឿពាក្យឪពុកម្ដាយកាលពីព្រេងនាយមានបរោះពីរនាក់ជាសម្លាញ់នឹងគ្នាដល់ពេលខាងក្រោយមកបរោះម្នាក់តក្ររកអ្វីចិញ្ចឹមជីវិតមិនបានក៏រត់ចូលទៅក្នុងព្រៃប្រព្រឹត្តចោរកម្មពួករាជបរោះចាប់បានយកទៅដាក់គុកអស់12ឆ្នាំថ្ងៃមួយបរោះជាសម្លាញ់ដើរទៅក្បែរគុកឃើញបរោះនោះមានរូបស្គមជាប់ច្រវាក់នៅក្នុងគុកក៏សុំអ្នករក្សាគុកចូលទៅសួរបរោះជាប់គុកបានប្រាប់ថាខ្ញុំជាប់គុកនៅក្នុងទីនេះ12ឆ្នាំហើយមិនដែលបានអាហារឆ្អែតម្ដងទេខ្ញុំស្រេកឃ្លាំងខ្លាំងណាស់សូមសម្លាញ់ឯងជួយសុំអ្នករក្សាគុកឲ្យខ្ញុំចេញទៅរកទទួលទានអាហារឲ្យបានឆ្អែតម្ដងហើយខ្ញុំត្រឡប់មកវិញភ្លាមបរោះជាសម្លាញ់ឬដូច្នោះហើយមានចិត្តមេត្តាករុណាអាណិតដរាបដល់ស្រក់ទឹកភ្នែកក៏ដើរទៅថ្វាយបង្គំអ្នករក្សាគុកសូមបដូរឲ្យបរោះនោះចេញទៅរកអាហារបរិភោគអ្នករក្សាគុកនិយាយថាបើដូច្នោះយើងត្រូវដាក់ច្រវាក់អ្នកឯងនៅក្នុងគុកនេះរងចាំសម្លាញ់អ្នកឯងត្រឡប់មកវិញទើបយើងលេងបរោះនោះក៏ព្រមចូលទៅក្នុងគុកឲ្យអ្នករក្សាគុកនោះដោះលែងសម្លាញ់ចេញពីច្រវាក់ហើយឲ្យគេយកច្រវាក់មកដាក់ខ្លួនវិញបរោះជាចៅកាលបើបានរួចពីគុកច្រវាក់ហើយក៏ដើរទៅស៊ីផឹកសប្បាយតាមអំពើចិត្តខ្លួនឥតនឹកដល់សម្លាញ់ដែលទៅធានាខ្លួននៅក្នុងគុកឡើយបរោះអ្នកធានាកាលបើមិនឃើញសម្លាញ់មកវិញហើយក៏នៅជាប់គុកច្រវាក់អស់12ឆ្នាំរងទុក្ខវេទនាមិនដែលបានបរិភោគអាហារឆ្អែតម្ដងណាឡើយមានរូបកាយស្គាំងស្គមដេកកើតទុក្ខខ្លោចផ្សានៅក្នុងគុកនោះឯងសម័យមួយព្រះរាជាក្នុងនគរនោះមានព្រះរាជបុត្រមួយព្រះអង្គទើបតែប្រសូតថ្មីក៏មានប្រតិសោមនស្សចំពោះព្រះរាជបុត្រក៏ត្រាស់បង្គាប់ឲ្យរាជបរោះឲ្យអភ័យដល់សត្វជើង2និងសត្វជើង4ទាំងឡាយឲ្យរួចចេញពីចំណងទ្រង់គុកច្រវាក់ទាំងអស់អ្នករក្សាគុកក៏លែងចោលទាំងអស់នៅក្នុងគុកឲ្យរួចខ្លួនត្រឡប់ទៅផ្ទះរៀងខ្លួនចោលទាំងឡាយសប្បាយចិត្តចេញទៅផ្ទះអស់ទៅនៅសល់តែបរោះដែលចាញ់បោកចោលជាសម្លាញ់មិនព្រមចេញឡើយអ្នករក្សាគុកឃើញហើយក៏សួរថាហេតុអ្វីបានជាអ្នកមិនចេញទៅផ្ទះនឹងគេបរោះនោះថាខ្ញុំមិនហ៊ានចេញទៅក្នុងវេលាថ្ងៃទេខ្មាស់គេណាស់ចាំយប់ស្ងាត់បានខ្ញុំចេញដល់វេលាយប់ស្ងាត់បរោះនោះចេញអំពីគុកហើយមិនដឹងជាដើរទៅទីណាព្រោះក្លិនអាហារខ្លាំងពេកទើបនឹកឃើញថានៅទីនេះមានព្រៃស្មោសាននៅជិតក៏ដើរចូលទៅក្នុងព្រៃស្មោសាននោះឃើញសពខ្មោចមនុស្សនៅស្រស់ក៏រើសកំបិតនៅក្បែរជើងថ្កយកសាច់ខ្មោចហើយរើសដាក់នៅក្នុងអំបែងលលាក្បាលយកលលាក្បាលខ្មោចពី3មកតម្កល់ធ្វើចង្ក្រានបរោះនោះក៏ស្ងោរសាច់ខ្មោចធ្វើជាអាហារពេលដែលកំពុងស្ងោរនោះបានយកស្លឹកឈើមកស្លៀកស្រាតយកខោអាវទៅបាំងខ្យល់កាលនោះមានទេវតាមួយរូបនៅលើដើមឈើក្បែរនោះឃើញប្លែកដូច្នោះក៏សួរថាអ្នកជាអ្វីមានមុខក្រៀមក្រំមកចំអិនសាច់ខ្មោចស៊ីដូច្នេះអ្នកយកខោមកបាំងធ្វើអ្វីបរោះនោះឆ្លើយប្រាប់ទៅតាមដំណើររឿងរបស់ខ្លួនសពគ្រប់ហើយក៏ប្រាប់ទៀតថាដែលខ្ញុំយកខោមកបាំងនេះជាកិច្ចរបស់ខ្ញុំទេព្រោះថាខ្យល់ជាសភាវៈឥតវិញ្ញាណឥតមានខ្លួនប្រាណចេះតែបក់ផាត់ទៅតាមធម្មតារបស់ខ្យល់ប៉ុន្តែខ្យល់នេះមិនចេះឲ្យទោសដល់នរណាឡើយដែលខ្ញុំធ្វើកិច្ចនេះគឺខ្ញុំសម្ដៅក្នុងការបាំងខ្យល់ពាក្យសម្ដីរបស់បុគ្គលពីលកុំឲ្យបក់ផាត់មកដល់ខ្ញុំទៀតដែលខ្ញុំលំបាកមកស៊ីសាច់ខ្មោចដូច្នេះក៏ព្រោះតែជឿខ្យល់មាត់របស់បុគ្គលពីលនោះឯងទេវតាស្ដាប់សពគ្រប់ហើយមានសេចក្តីអាណិតអាសូរដោយយល់ឃើញថាបរោះនេះជាបណ្ឌិតពិតប្រាកដនៅក្នុងលោកទើបហៅបរោះនោះឲ្យស្លៀកសម្ពត់ទិព្វបរិភោគអាហារទិព្វហើយនាំបរោះនោះ
ទៅស្រែកឃោសនាសរសើរគុណធម៌ឲ្យលន់លឺពេញទេវតហនគរដោយឫទ្ធិរបស់ខ្លួនព្រះរាជាក្នុងនគរនោះលឺហើយទ្រង់មានប្រតិរំភើបញាប់ញ័រជាខ្លាំងទើបឲ្យរាជអាមាត្យនាំបរិសនោះចូលគាល់ទ្រង់ត្រាស់សួរបានជ្រាបដំណើររឿងសពគ្រប់ហើយក៏បន្លឺព្រះសូរសីហនុថាបរិសមានគុណធម៌ល្អបែបនេះមិនងាយនឹងរកបានឡើយនៅក្នុងលោកយើងមិនដែលជួបប្រទះសោះឡើយបរិសនេះគួរជាទីគោរពបូជារបស់ទេវតានិងមនុស្សទាំងឡាយឥឡូវនេះយើងសូមបូជារាជសម្បត្តិចំពោះបរិសនេះអ្នកទាំងឡាយចូលរៀបចាត់ចែងរាជាពិសេសដល់បរិសនេះចុះពួកមហាមាត្រទាំងឡាយក៏ចាត់ចែងរៀបពិធីរាជាពិសេសបរិសនោះឲ្យឡើងជាស្ដេចសោយរាជក្នុងនគរនោះទៅរឿងបរិសចាញ់បោកមិត្តសម្លាញ់ជាចោរចប់តែប៉ុណ្ណេះសូមអនុមោទនា